បូវីនៅបន្តជះឥទ្ធិពលបោកបក់ប៉ះកម្ពុជាចាប់ពីថ្ងៃទី13ដល់ថ្ងៃទី15ខែកក្កដាឆ្នាំ2026រាជធានីភ្នំពេញនិងខេត្តក្រុងទាំងអស់នៅទូទាំងប្រទេសអាចនឹងមានភ្លៀងធ្លាក់អមដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់រដ្ឋមន្ត្រីធនធានទឹកលោកថៅជេថាប្រាប់ថាក្រសួងកំពុងបន្តតាមដានពីការវិវត្តនៃព្យុះនេះយ៉ាងដិតដល់យោងតាមប្រតិបត្តិព័ត៌មានស្ដីពីស្ថានភាពអាកាសធាតុចេញផ្សាយនៅថ្ងៃទី13ខែកក្កដាឲ្យដឹងថាព្យុះទី9ឈ្មោះបូវីបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរដីដែលបក់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គនិងសមុទ្រកម្ពុជាបើទោះបីជាកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះក៏ដោយក្រសួងបានព្យាករណ៍ថាខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងស្វាយរៀងតាកែវកណ្ដាលនិងរាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់ប្រមាណ30%នៃផ្ទៃដីចំពោះតំបន់ខ្ពង់រាបរួមមានខេត្តកំពង់ស្ពឺបៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីនិងមណ្ឌលគិរីព្រមទាំងតំបន់ជួរភ្នំដងរែកនិងជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់40%ដោយឡែកតំបន់មាត់សមុទ្ររួមមានខេត្តកោះកុងព្រះសីហនុកំពតកែបនិងតំបន់ជួរភ្នំបូកូអាចមានភ្លៀងធ្លាក់គ្របដណ្ដប់រហូតដល់50%ឋានៈរលកសមុទ្រអាចមានកម្ពស់ចន្លោះពីកន្លះម៉ែត្រទៅ1ម៉ែត្រកន្លះការព្រមាននេះធ្វើឡើងស្របពេលដែលភ្លៀងធ្លាក់ខ្លាំងនៅ2ថ្ងៃចុងក្រោយបានបង្កជាចំនួនទឹកភ្លៀងនៅខេត្តមួយចំនួនដូចជាបាត់ដំបងពោធិ៍សាត់កោះកុងកំពតនិងកំពង់ស្ពឺបណ្ដាលឲ្យលំនៅឋានដំណាំកសិកម្មតំបន់ទេសចរនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងផលប៉ះពាល់ព្យុះបូវីបានចាប់ផ្ដើមកើតមកជាព្យុះត្រូពិចនៅថ្ងៃទី2ខែកក្កដាមុននឹងពង្រីកខ្លួនទៅជាព្យុះសង្គ្រានិងបោកបក់កោះហ្គាំនិង Northern Mariana បន្ទាប់មកវាបានឆ្លងកាត់ក្បែរកោះភាគនិរដីជប៉ុននិងភាគខាងជើងតៃវ៉ាន់មុនបោកចូលដល់តំបន់ឆ្នេរភាគខាងកើតប្រទេសចិននៅថ្ងៃទី11ខែកក្កដាដោយបង្ខំឲ្យមនុស្សជិត2លាននាក់ជម្លៀសខ្លួនខ្ញុំរស់សុធាពី News Today NTTV